សួស្តីចាថ្ងៃនេះគឺនាងខ្ញុំបានធ្វើនំកម្ៅថតមកបាយបងប្អូនអើយនំបុរាណខ្មែរយើងសប្តាហ៍ថ្ងៃមិនទៅមានអ្នកធ្វើទេចង់ញ៉ាំអីពិបាករនណាគឺខ្ញប់តែម្ដងបើយើងដាក់ម្សៅរៀងខ្លះហ្នឹងទន់ខាងក្នុងខាងក្រៅស្រួយមកធ្វើនំកម្ៅថតមកបាយបងប្អូនជាដំបូងគឺនឹងខ្ញុំត្រូវមកបកចេកមាសជាមុនសិនហើយចេកមាសរបស់នាងខ្ញុំគឺនឹងខ្ញុំប្រើចំនួន2ស្និតតែចេកផ្លែតូចតូចទេឥឡូវចេករបស់នាងខ្ញុំគឺថាបានបករួចរាល់ជាស្រេចអស់ទៅហើយឥឡូវនេះគឺនាងខ្ញុំមកមើលអំបុកវិញម្ដងចំពោះអំបុកថ្ងៃនេះគឺនាងខ្ញុំដាក់ជាប្រភេទអំបុកអង្ករដំណើបហើយក៏មានលាយជាមួយនឹងម្សៅដំណើបនិងខ្ទិះដូងផងដែរហើយក៏មានកោសដូងលេខបន្ថែមបន្តិចផងដែរឥឡូវនេះនាងខ្ញុំធ្វើការវេចខ្ចប់នាងខ្ញុំមិនបានប្រើស្រោមដៃទេតែនាងខ្ញុំប្រើថង់នៅពីក្រោមវេចឲ្យស្ដើងហើយនាងខ្ញុំយកចេកមកដាក់ខ្ជាប់ក្នុងកណ្ដាលហើយក៏មានការបន្ថែមអំបុកពីលើទៀតរួចហើយនាងខ្ញុំក៏ធ្វើការច្របាច់ដើម្បីឲ្យអំបុកនិងចេករបស់យើងនឹងខាំបានចូលគ្នាបានល្អនៅពេលដែលយើងយកទៅបំពងធ្វើឲ្យអំបុកនិងចេកនឹងមិនបែកចេញពីគ្នាផងដែរចំពោះការធ្វើវិញគឺមិនពិបាកហើយក៏មិនងាយស្រួលនោះដែរតែយើងត្រូវបន្តធ្វើម្ដងមួយហើយត្រូវច្របាច់ឲ្យតឹងដៃបន្តិចដើម្បីកុំឲ្យវាបែកនៅពេលដែលយើងយកទៅបំពងហើយនាងខ្ញុំក៏បន្តធ្វើរហូតដល់តែអំបុករបស់នាងខ្ញុំនឹងបានរួចរាល់ជាស្រេចតែម្ដងចំពោះការធ្វើនេះគឺនាងខ្ញុំធ្វើធំខ្លះធ្វើទូចខ្លះចំពោះធំគឺនាងខ្ញុំដាក់ចេកទាំងមូលរីឯតូចគឺនាងខ្ញុំដាក់មួយកំណាត់នៅពេលដែលយើងធ្វើរួចរាល់ហើយគឺចាប់ដើមយកទៅបំពងចំពោះការបំពងវិញគឺយើងបើកភ្លើងកុំឲ្យខ្លាំងពេកហើយក៏មិនឲ្យតិចពេកនោះដែរនៅពេលដែលយើងទម្លាក់នំចូលទៅគឺយើងអត់តន់ប្រែអត់តន់អីនោះទេរហូតតតែនំយើងនឹងមានសភាពឡើងប្រែពណ៌ទៅបានយើងប្រែម្ដងមួយចំហៀងបើនិយាយអំពីនំក្រម៉ៅថតគឺនាងខ្ញុំធ្លាប់បានបរិភោគច្រើនដងមកហើយនាងខ្ញុំក៏ធ្លាប់បានឃើញចាស់ជំនាន់មុនពួកគាត់ធ្វើដែរហើយនេះគឺជាលើកទី1ហើយក៏ជាបទពិសោធន៍ដំបូងដែលនាងខ្ញុំធ្វើនំក្រម៉ៅថតដោយខ្លួនឯងហើយអ្វីដែលនាងខ្ញុំទទួលបានគឺជោគជ័យអត់មានប្រេះបែកនំទៅផ្សេងចេកនៅផ្សេងនោះទេគឺនាងខ្ញុំធ្វើបានជោគជ័យនំមានសភាពស្រួយខាងក្រៅទន់ខាងក្នុងនៅពេលដែលយើងញ៉ាំទៅគឺថារសជាតិវិញគឺឆ្ងាញ់ល្មមតែម្ដងហើយចំពោះការចៀនរបស់នាងខ្ញុំគឺនាងខ្ញុំចៀនចំនួន3ខ្ទះឯណោះនាងខ្ញុំបន្តធ្វើរហូតតតែនាងខ្ញុំបានរួចទាំងអស់តែម្ដងចំពោះវីដេអូមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរតើពុកម៉ែបងប្អូនយល់យ៉ាងណាដែរចំពោះការធ្វើនំក្រម៉ៅថតរបស់នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនអង្គពុំមីងទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ចាំជួបនាងខ្ញុំនៅមុខម្ហូបថ្មីបន្តទៀតអរគុណនិងសូមជម្រាបលា